ជាថ្មីម្ដងទៀតកងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រីធំលើអ៊ុយក្រែនតាមរយៈការបាញ់ស្រោចមីស៊ីលកំណត់គោលដៅលើទីតាំងយោធាក្នុងទីក្រុងធំចំនួន3ដោយសម្លាប់មនុស្សចំនួន9នាក់និងថែមទាំងបណ្ដាលឲ្យព្រះវិហារប្រវត្តិសាស្ត្រដ៏ល្បីល្បាញក្នុងទីក្រុងគៀវឆាបឆេះផងដែរតាមការផ្សាយរបស់ BBC និងរឹតនៅថ្ងៃច័ន្ទទី15ខែមិថុនាឆ្នាំ2026រុស្ស៊ីបានបើកការវាយប្រហារលើទីក្រុងគៀវខាកូវនិងឌីនីប្រូជាមួយមីស៊ីលជាង70គ្រាប់និងដ្រូន500គ្រឿងបង្កការបំផ្លាញធំធេងនិងបណ្ដាលឲ្យសេវាសាធារណៈមួយចំនួនត្រូវជាប់គាំងក្នុងចំណោមអ្នកស្លាប់ទាំង9គឺមាន4អ្នកបាត់បង់ជីវិតក្នុងការវាយប្រហារនៅទីក្រុងគៀវខណៈ5អ្នកទៀតស្លាប់ដោយសារព្យាយាមពន្លត់អគ្គិភ័យនៅទីក្រុងខាកូវទោះបីជាយ៉ាងណាក៏ដោយក្រសួងការពារជាតិរុស្ស៊ីអះអាងថាខ្លួនកំណត់គោលដៅតែលើទីតាំងមិនមែនស៊ីវិលប៉ុណ្ណោះពោលគឺខ្លួនបានបាញ់លើទីតាំងទាហាននិងវាលយន្តហោះយោធាអ៊ុយក្រែនសេលេនស្គីសុំជួបពូទីនចរចាគ្នាក្រោយរុស្ស៊ីវាយប្រហារទ្រង់ទ្រីធំសម្លាប់មនុស្ស11នាក់ខ្ទេចទាំងវិហារចុះបញ្ជីយូណេស្កូក្រោយពេលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រីធំថ្មីទៀតលើអ៊ុយក្រែនឈានដល់ធ្វើឲ្យខូចខាតដល់ព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូនោះស្រាប់តែពេលនេះប្រមុខរដ្ឋាភិបាលទីក្រុងគៀវ Volodymyr Zelensky បានស្នើទៅកាន់មេដឹកនាំវិមានក្រមឡាំង Vladimir Putin ចរចាគ្នាខណៈសំណើនេះត្រូវបានធ្វើឡើងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump សារព័ត៌មាន South China Morning Post បានដកស្រង់សម្ដីលោក Zelensky ដែលនិយាយកាលពីថ្ងៃច័ន្ទទី15ខែមិថុនាឆ្នាំ2026ថាលោកមានឆន្ទៈក្នុងការជួបជាមួយសម្ភាគីរុស្ស៊ីនៅសហរដ្ឋអាមេរិកព្រោះលោកពូទីនប្រហែលពិបាកបដិសេធណាស់ចំពោះសំណើបែបនេះទោះយ៉ាងណាមកទល់ពេលនេះមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់ភាគីរុស្ស៊ីទេការវាយប្រហារនេះកើតឡើងចំពេលប្រធានាធិបតីអាមេរិក Donald Trump និយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី Vladimir Putin និងប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងគៀវ Volodymyr Zelensky ស្ដីពីសង្គ្រាមនៅអ៊ុយក្រែនបើតាមការបញ្ជាក់ពីជំនួយការវិមានក្រមឡាំងលោក Yerashekov នៅក្នុងកិច្ចសន្ទនារយៈពេលជិត1ម៉ោងនោះលោកត្រាំជំរុញឲ្យមានការបញ្ចប់សង្គ្រាមនិងបង្ហាញពីបំណងចង់ឲ្យទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីត្រឡប់មកល្អប្រសើរឡើងវិញយ៉ាងណាលោកពូទីនបានឆ្លើយតបទៅវិញដោយជំហររឹងរូសនិងឌឺដងចំទៅកាន់មេដឹកនាំអ៊ុយក្រែនតាមរយៈលោកត្រាំថាបើលោក Zelensky ពិតជាចង់ជួបចរចាសន្តិភាពជាមួយលោកមែននោះចូលឲ្យធ្វើដំណើរទៅទីក្រុងមូស្គូដោយផ្ទាល់មកលោកពូទីនបន្ថែមទៀតថាការដែលអ៊ុយក្រែនព្យាយាមវាយប្រហារលើតំបន់ស៊ីវិលរបស់រុស្ស៊ីគឺមិនអាចកែប្រែស្ថានភាពចាញ់ឈ្នះនៅលើសមរភូមិបានឡើយចំណែកឯខាងលោក Zelensky វិញក៏បានទូរស័ព្ទទៅអបអរសាទរថ្ងៃខួបកំណើតរបស់លោកត្រាំនិងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាមេរិកផងដែរលោកបង្ហើបថាពួកគេបានជែកគ្នាពីវិធីសាស្ត្រនាំយកសន្តិភាពនិងបានរាយការណ៍ប្រាប់លោកត្រាំពីស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែនដែលកំពុងតែមានប្រៀបជាងមុនលើសពីនេះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សាបន្ថែមទៀតនៅពេលជួបគ្នាក្នុងកិច្ចប្រជុំកំពូល7នាពេលឆាប់ខាងមុខសង្គ្រាមរុស្ស៊ីអ៊ុយក្រែនកាន់តែអូសបន្លាយនឹងធ្វើឲ្យអឺរ៉ុបបែកបាក់ដោយឥឡូវប្រទេសស្លូវ៉ាគីបានទារឲ្យសហភាពអឺរ៉ុប EU សងថ្លៃចំពោះអាវុធដែលខ្លួនបរិច្ចាគទៅឲ្យអ៊ុយក្រែនដោយចោទថារដ្ឋាភិបាលទីក្រុងប្រាទីស្លាវ៉ាមុនបាននិយាយកុហកអំពីកិច្ចព្រមព្រៀងជំនួយសម្រាប់ទីក្រុងគៀវក្នុងសារជាវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook កាលពីថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ថ្លែងថាប្រទេសរបស់លោកនឹងទារឲ្យយូសង្ថ្លៃសម្ដៅទៅលើកិច្ចប្រជុំកំពូលយូដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយលោក Fico និយាយថានៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិកលោកនឹងលើកឡើងពីបញ្ហាសំណងសម្រាប់បរិក្ខារយោធាដែលបានបរិច្ចាគទៅឲ្យអ៊ុយក្រែនតាមការបញ្ជាក់ពីលោក Ficoស្លូវ៉ាគីកំពុងប្រឈមមុខនឹងកង្វះខាតសាច់ប្រាក់ក្នុងស្រុកយ៉ាងធ្ងន់ធ្ងរដោយសារធនធាននានាដែលគួរតែត្រូវបានប្រើប្រាស់ដើម្បីទប់ទោសសេដ្ឋកិច្ចជាតិនោះបែរជាបង្វែរទៅជួយឧបត្ថម្ភដល់អ៊ុយក្រែនដោយផ្ទាល់ទៅវិញស្លូវ៉ាគីទាមទារការសងត្រឡប់មកវិញនៅការចំណាយលើស្វីវុធកាលពីពេលកន្លងទៅចេញពីកញ្ចប់ថវិកាចំនួន 6.6 ពាន់លានអឺរ៉ូពីមូលនិធិសន្តិភាពអឺរ៉ុប European Peace Facilityខណៈដើមឡើយប្រទេសនេះរំពឹងថានឹងទទួលបានការសងប្រាក់វិញប្រហែល46នៃការទាមទារសរុបរបស់ខ្លួនប៉ុន្តែរហូតមកដល់ពេលនេះប្រទេសនេះទទួលបានត្រឹមតែប្រមាណ92លានអឺរ៉ូប៉ុណ្ណោះ